អាមេរិកបន្តវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនវេណេស៊ុយអេឡាសហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាមួយមកលើទូកដែលសង្ស័យដឹកគ្រឿងញៀនរបស់វេណេស៊ុយអេឡានិងត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រដែលនេះជាផ្នែកមួយនៃយុទ្ធនាការនៃក្រុម Operation Shelter Spear របស់សហរដ្ឋអាមេរិកយោងតាមសារព័ត៌មាន The National News Desk ដោយដកស្រង់តាមមេបញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិកការវាយប្រហារនេះបានសម្លាប់អ្នកដំណើរ2នាក់និងនៅមានជីវិតម្នាក់ចំណែកអ្នកយាមឆ្នេរសមុទ្រអាមេរិកបានធ្វើសកម្មភាពនានាដើម្បីចាប់ផ្ដើមការស្វែងរកនិងជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិតអ្នកយាមសមុទ្របានអះអាងថាទូកនោះមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀននៅតាមបណ្ដោយសមុទ្រប៉ាស៊ីហ្វិកខាងកើតគួរឲ្យដឹងថានេះជាការវាយប្រហារលើកដំបូងដែលគេស្គាល់ចាប់ពីសហរដ្ឋអាមេរិកបានចាប់ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូនិងនាំខ្លួនលោកទៅក្រុងញូវយ៉កពីបទជួញដូរគ្រឿងញៀនប្រធានាធិបតីលោកដូណាល់ត្រាំបានហៅការចាប់ខ្លួនលោកម៉ាឌូរ៉ូជាការវាយឆ្មក់នៅពេលយប់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាការវាយប្រហារដ៏ជោគជ័យបំផុតគិតត្រឹមឆ្នាំ2025ចំនួនវាយប្រហារថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋបាលសហរដ្ឋអាមេរិកមានចំនួនសរុបនៃការវាយមានដល់ទៅ33នាក់ហើយចំនួនមនុស្សស្លាប់កើនឡើងដល់110នាក់ចាប់តាំងពីដើមខែកញ្ញាតែយ៉ាងណាបន្ទាប់ពីការចាប់ខ្លួនលោកម៉ាឌូរ៉ូនៅសហរដ្ឋអាមេរិករដ្ឋបាលលោកដូណាល់ត្រាំបានដាក់សម្ពាធលើប្រទេសវេណេស៊ុយអេឡាតាមរយៈការវាយប្រហារតាមទូកនិងការរឹបអូសប្រេងទោះជាយ៉ាងណាក៏ដោយដំណោះស្រាយអំណាចសង្គ្រាមដែលនឹងកំណត់សមត្ថភាពរបស់រដ្ឋបាលដូណាល់ត្រាំក្នុងការធ្វើកូដកម្មត្រូវបានរារាំងដោយសមាជិកប្រតិសភាមកពីសាធារណរដ្ឋបន្ទាប់ពីអនុប្រធានាធិបតីលោកឌីជេវ៉ាន់បានរំសាយការបោះឆ្នោតជាប់ៗគ្នានៅក្នុងប្រតិសភាជាបន្តបន្ទាប់